ស្វាគមន៍មកកាន់ Channel របស់ខ្ញុំជឿជាក់ថាក្នុងឆ្នាំ2025នេះបងប្អូនចង់ធ្វើវីដេអូសម្រាប់ផុសរកលុយតាមអនឡាញច្រើនដូចជានៅក្នុង YouTube Facebook និង TikTok ប៉ុន្តែសម្រាប់ការបង្កើតវីដេអូវាជារឿងដែលពិបាកដោយសារយើងត្រូវការចំណាយពេលវេលានិងឧបករណ៍ច្រើនប៉ុន្តែសម្រាប់វីដេអូមួយនេះខ្ញុំនឹងមកបង្ហាញបងប្អូនពីរបៀបបង្កើតវីដេអូមួយដែលយើងមិនត្រូវការឧបករណ៍និងពេលវេលាច្រើនក្នុងការផលិតនោះទេជាក់ស្ដែងវាជាប្រភេទវីដេអូដែលបង្កើតឡើងដោយយើងគ្រាន់តែប្រើប្រាស់ក្នុងការសម្រួលនិងកាត់វីដេអូឲ្យយើងតែប៉ុណ្ណោះដែលទាំងអស់នោះជាប្រភេទវីដេអូកូនក្មេងធ្វើការបណ្ដាលសត្វពិតណាស់វាជាប្រភេទវីដេអូដែលមានការពេញនិយមនិងទទួលបានការចូលមើលច្រើនបំផុតនៅក្នុង YouTube Shorts និងអាចរកចំណូលបានយ៉ាងច្រើនពី YouTube ផងដែរដូច្នេះវាជាឱកាសល្អបំផុតសម្រាប់បងប្អូនដែលចង់រកលុយពី YouTube Shorts ដោយមិនធ្វើការចំណាយពេលវេលាច្រើនក្នុងការផលិតនិងមានភាពងាយស្រួលជាទីបំផុតជាក់ស្ដែងទាំងអស់នេះជាចំនួនលុយដែលធ្វើការបង្ហាញយ៉ាងច្បាស់នៅក្នុង website Social Blends ជាចំនួនលុយដែលបង្ហាញជាខែនិងឆ្នាំដែលរកបានពីការផលិតវីដេអូកូនក្មេងបណ្ដាលសត្វពិតណាស់វាពិតជារកលុយបានច្រើនខ្លាំងដូច្នេះបងប្អូនប្រកាសជាចង់បានបែបនេះហើយជឿជាក់ថាបងប្អូននឹងអាចធ្វើបានទាំងអស់គ្នាដោយខ្ញុំនឹងមកបង្ហាញនិងបង្រៀនបងប្អូនពីរបៀបធ្វើតាំងពីការសរសេរ prompt generate រូបភាពនិងកាត់វីដេអូផងដែរមុនដល់ការបង្ហាញជឿថាបងប្អូនមិនកំណាញ់ជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំអាចផលិតវីដេអូចែករំលែកបងប្អូនបន្តទៀតដើម្បីបង្កើតបានខ្ញុំមានវិធី3ទី1សរសេរ script ទី2បង្កើតរូបភាពទី3ធ្វើឲ្យរូបភាពមានចលនានិងចុងក្រោយកាត់វីដេអូខ្ញុំនឹងធ្វើការប្រើប្រាស់នៅ Charity ដំបូងធ្វើការចូលទៅកាន់ Google ហើយ search ថា Charity បន្ទាប់មកធ្វើការសរសេរ prompt បងប្អូនអាច copy prompt បានដែលខ្ញុំបានដាក់នៅខាងក្រោម description ធ្វើការសរសេរចូលបន្ទាប់មកចុច searchចូលដល់វិធីទី2បង្កើតរូបភាពខ្ញុំនឹងធ្វើការប្រើប្រាស់នៅ Leonardo ចុចពាក្យថា Image Creation កន្លែង Model យកពាក្យថា Phonics 1.0ខាងក្រោមយក Auto សម្រាប់ Style យក Dynamic និងកន្លែងនេះយក TikTok Copy Prompt ហើយយកវាមកបញ្ចូលក្នុង Leonardo ហើយចុចថា Generate ដូច្នេះ Leonardo វានឹងបង្កើតរូបភាពឲ្យយើងហើយដោយទាំងអស់នេះជារូបភាពដែលបានបង្កើតឡើងពិតជាមានភាពស្រស់ស្អាតខ្លាំងនិងអាចប្រើបាន100បន្ទាប់មកធ្វើការ Copy Prompt ដើម្បីបង្កើតរូបភាពបន្តទៀតបន្ទាប់មកយើងអាច download រូបភាពដែលបងប្អូនគិតថាស្អាតនិងពេញចិត្តបញ្ចប់ការបង្កើតរូបភាពចូលដល់វិធីទី3ធ្វើឲ្យរូបភាពមានចលនាចូលទៅកាន់ Google ហើយ search ថា Hello នៅពេលដែលបង្កើតដំបូងយើងនឹងទទួលបាន1100ពិន្ទុសម្រាប់ប្រើប្រាស់ដំបូងចូលមកកាន់ពាក្យថា Create បន្ទាប់ធ្វើការ upload រូបភាពចូលនឹងកន្លែងនេះធ្វើការសរសេរ prompt ចូលដែលជា prompt ដែលយើងធ្វើការបង្កើតរូបភាពបន្ទាប់មកចុច Creating នៅខាងក្រោមហើយវានឹងដំណើរការបង្កើតឲ្យយើងដោយយើងគ្រាន់តែធ្វើការរង់ចាំដោយទាំងនេះជារូបភាពមានចលនាដែលយើងបានបង្កើតរួចរាល់ហើយបន្ទាប់យើងគ្រាន់តែចុច download តែប៉ុណ្ណោះពិតណាស់យើងបានធ្វើគ្រប់នៅជំហានទាំង3រួចរាល់ហើយទាំងការសរសេរ prompt បង្កើតរូបភាពនិងឲ្យរូបមានចលនានៅវិធីទី4ការកាត់វីដេអូសម្រាប់ការកាត់ខ្ញុំប្រើប្រាស់ CapCut ធ្វើការចូលមកកាន់ CapCut ចុចពាក្យថា Import ដើម្បីទាញវីដេអូចូលបន្ទាប់មកយើងធ្វើការកាត់ logo ដែលជាប់នៅក្នុងវីដេអូចោលដើម្បីកាត់បានយើងគ្រាន់ចុច click លើវីដេអូនឹងមួយបន្ទាប់មកពង្រីកវាតែប៉ុណ្ណោះបន្ទាប់មកទៀតយើងចូលកន្លែង Transitions ដើម្បីបញ្ចូលធ្វើការជ្រើសរើស Transitions ណាដែលយើងពេញចិត្តធ្វើការទាញវាចូលឲ្យគ្រប់វីដេអូបន្ទាប់ពីធ្វើបែបនឹងហើយជំហានបន្ទាប់យើងធ្វើការបញ្ចូលឈ្មោះ Channel របស់យើងចូលទៅកាន់ពាក្យថា Text អុកចឹងសម្រាប់ការកាត់តែមានតែប៉ុណ្្នឹងទេគឺ Video នេះយើងអាចយកវាទៅ post នៅលើ YouTube Shorts បានហើយចុចមកកាន់ Export ដើម្បីទាញវីដេអូចេញខាងលើដាក់ឈ្មោះវីដេអូរបស់យើងកន្លែងនេះធ្វើការជ្រើសរើស file ដែលយើងចង់ផ្ទុកវីដេអូរបស់យើងបញ្ចប់ជ្រើសរើស frame rate 60 fps ចុងក្រោយចុច export ជាការស្រេចអុកចឹងសម្រាប់ការធ្វើវីដេអូបែបកូនក្មេងបែបនេះមានតែប៉ុណ្្នឹងទេដោយជឿថាបងប្អូនអាចធ្វើបានព្រោះវាជាប្រភេទវីដេអូ original សម្រាប់ផុសក្នុង YouTube Shorts សង្ឃឹមថាបងប្អូនពេញចិត្តអរគុណច្រើនបាទ